រៀបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះយឹមច័ន្ទយ៉ែបសប្តាហ៍ថ្ងៃខ្ញុំធ្វើការនៅកសិដ្ឋានចិញ្ចឹមត្រីនៅក្រុមហ៊ុន Mid4D ភ្នំដីភូមិភ្នំដីបាទសប្តាហ៍ថ្ងៃខ្ញុំមានគ្រួសារហើយដូចជាមានកូនប្រុសម្នាក់អាយុ5ឆ្នាំខ្ញុំចង់និយាយពីជីវិតខ្ញុំមុនខ្ញុំជឿព្រះគ្រីស្ទកត្តាដែលធ្វើឲ្យខ្ញុំបានជឿទៅលើព្រះអង្គទីមួយគឺខ្ញុំនៅនិស័យលោកីគឺខ្ញុំពិបាកមែនទែននៅក្នុងការភ័យខ្លាចនិងការផ្លូវងឹតញៀនអីផ្សេងនៅពេលក្រោយមកខ្ញុំបានធ្វើការនៅទីនេះហើយខ្ញុំក៏បានជួបវិញ្ញាណនៅពេលយប់នៅពេលខ្ញុំសម្រាកវិញ្ញាណសង្កត់រូបខ្ញុំហើយខ្ញុំក៏ធ្វើតាមការណែនាំរបស់ប្រពន្ធខ្ញុំបានអធិដ្ឋានដេញវិញ្ញាណនឹងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយក៏បានជោគជ័យផងដែរនឹងជាកត្តាដែលខ្ញុំជឿទៅលើព្រះគ្រីស្ទហើយខ្ញុំក៏លែងខ្លាចទៅលើពពួកផ្លូវងងឹតផងដែរគឺជីវិតខ្ញុំពីមុនគឺពិបាកក្នុងការក៏ដូចជាការងារមិនមានការងារធ្វើប្រកបក៏ដូចជាមានការខ្វះខាតផងដែរមូលហេតុដែលខ្ញុំបានស្គាល់ការងារនៅទីនេះក៏ដូចក៏ព្រោះតែ Darren ជាម្ចាស់ក្រុមហ៊ុននៅទីនេះគាត់បានមកភូមិភ្នំដីនេះគាត់បានរកបុគ្គលិកឬក៏ជួយអ្នកភូមិនៅទីនេះឲ្យមានការងារធ្វើគាត់បានជួបប្រពន្ធខ្ញុំមុនហើយគាត់បានប្រពន្ធខ្ញុំបានធ្វើការនៅខាងក្រុមហ៊ុនខាងប្រពន្ធ Darren មុនគាត់កាត់ដេរផ្នែកកាត់ដេរមកតមកគាត់បានសុំឲ្យខ្ញុំបាទចូលធ្វើការនៅខាងប្រុសផ្នែក Darren នេះផងដែរចំពោះការងារនេះសម្រាប់ខ្ញុំគឺល្អគឺបានជួយច្រើនសម្រាប់ទៅជាជីវភាពគ្រួសាររបស់ខ្ញុំក៏ដូចជាខ្ញុំបានរើសយកព្រះគ្រីស្ទដើរតាមព្រះគ្រីស្ទល្អជីវិតរបស់ខ្ញុំល្អជីវិតរបស់ខ្ញុំតាំងពីទទួលជឿព្រះគ្រីស្ទមកគឺជីវិតរបស់ខ្ញុំប្រសើរឡើងជាមុនគឺរស់ដោយសុខសាន្តមិនខ្លាចអំពើអាបធ្មប់ផ្សេងគឺនិយាយរួមសុខសាន្តមកហើយក៏យើងមិនមានការរើសអើងពីអ្នកជិតខាងទេព្រោះយើងបានជាយាមធ្វើអ្វីល្អទៅតាមច្បាប់ទម្លាប់របស់ព្រះគ្រីស្ទហើយយើងគឺបានផលល្អមកវិញក៏ដូចជាគ្រួសារប្រសើរឡើងជាងមុន